នៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះថ្ងៃទី13ខែធ្នូឆ្នាំ2025ការហៅទូរស័ព្ទរវាងលោកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីថៃស្ដីទីលោកអានូទីនឆានវីរវលគឺបានកើតឡើងហើយនេះគឺជាលទ្ធផលនិងព័ត៌មានលម្អិតសំខាន់ដែលត្រូវបានបញ្ចេញនៅប៉ុន្មានម៉ោងចុងក្រោយនេះលទ្ធផលនៃការហៅទូរស័ព្ទដឹកអោគមបទឈប់បាញ់ប៉ាន់តាអាសិនលោកត្រាំបានទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃភាគីថៃបានយល់ព្រមភ្លាមនៅកិច្ចព្រមព្រៀងនេះការចរចាត្រឡប់ទៅតុវិញភាគីថៃនិងកម្ពុជាត្រូវបានបង្ខំឲ្យត្រឡប់ទៅតុប្រចាំវិញដោយមានលក្ខខណ្ឌច្បាស់លាស់ដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពូដែលត្រូវបានព្រមព្រៀងកាលពីខែតុលាកន្លងទៅគោលបំណងរបស់ត្រាំលោកត្រាំបានបញ្ជាក់ថាគោលបំណងចម្បងរបស់លោកគឺដើម្បីធានាថាជម្លោះនេះមិនធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចតំបន់និងផ្លូវពាណិជ្ជកម្មអាមេរិកហេតុផលដែលថៃព្រមការដែលថៃលោកអានូទីនយល់ព្រមភ្លាមបន្ទាប់ពីការហៅទូរស័ព្ទបានកាត់ឡើងបញ្ជាក់ច្បាស់នៅការវិភាគមុនរបស់យើងសម្ពាធពន្ធកុយតារីហ្វរេស៊ុំលោកអានូទីនបានដឹងច្បាស់ថាបើគាត់បដិសេធថ្ងៃនេះលោកត្រាំនឹងប្រកាសដំឡើងពន្ធកុយលើទំនិញថៃជាមិនខានការដំឡើងពន្ធនេះនឹងបំផ្លាញសេដ្ឋកិច្ចថៃធ្ងន់ធ្ងរជាងសង្គ្រាមទៅទៀតវិបត្តិយោធាលោកអានូទីនក៏បានទទួលរបាយការណ៍ថាកងទ័ពថៃកំពុងជាប់គាំងនៅសមរភូមិសំពើលួងហើយមិនអាចសម្រេចគោលដៅយោធាបានទេពួកប្រើកម្លាំង F-16 ក៏ដោយតើកម្ពុជាត្រូវបន្តធ្វើយ៉ាងណាទោះបីជាមានបទឈប់បាញ់ក៏ដោយកម្ពុជាត្រូវតែប្រុងប្រយ័ត្នបំផុតព្រោះថៃធ្លាប់បំពានកិច្ចព្រមព្រៀងនេះពីមុនមកហើយរងចាំការដកទ័ពកម្ពុជាត្រូវទាមទារឲ្យមានការដកទ័ពជាបន្ទាន់ទៅកាន់ទីតាំងដើមវិញជាមុននឹងចាប់ផ្ដើមចរចាកុំទុកចិត្តត្រូវតែត្រៀមកម្លាំងយោធាជានិច្ចជាពិសេសនៅតំបន់ដែលទ័ពថៃធ្លាប់វាចូលសរុបការហៅទូរស័ព្ទរបស់លោកត្រាំបានបញ្ចប់ការប្រថុយប្រឋានមកយោធារបស់ថៃនេះគឺជាជ័យជំនះផ្នែកការទូតដ៏ធំធេងសម្រាប់កម្ពុជាដែលបានមកពីភាពរឹងមាំរបស់កងទ័ពយើងនៅសមរភូមិសូមលំអោនកាយគោរពនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំជាតិនិងវីរៈកងទ័ពដ៏អំណាចក្លាហានទាំងអស់ដែលបានការពារបូរណភាពទឹកដីជាតិមាតុភូមិដោយជោគជ័យជ័យជំនះនេះមិនត្រឹមតែជាជ័យជំនះនៃកិច្ចចរចាជាមួយលោកដូណាល់ត្រាំប៉ុណ្ណោះទេប៉ុន្តែគឺជាជ័យជំនះនៃអំណាចការពារខ្លួនរបស់កម្ពុជាយើងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមថែរក្សានិងប្រទានពរជ័យជូនថ្នាក់ដឹកនាំនិងវីរៈកងទ័ពទាំងអស់សូមទទួលបាននូវសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លាគំនិតវៀងវៃរបស់សំតិចតេជោនិងសំតិចធិបតីដើម្បីបន្តបេសកកម្មដ៏ឧត្តមក្នុងការការពារជាតិមាតុភូមិជាបន្តទៀតសូមបូរណភាពទឹកដីកម្ពុជាស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍